Chợ nói ngào chuột tray cà rào u này cường khôn việc to sẽ thao mà lúc cường khôn vậy màไม่รู้จิตนะបាទសួស្តីបងប្អូនទាំងអស់គ្នាដែលបងប្អូនបានឃើញហើយនៅក្បាលវីដេអូគឺថាសម្លស្ងោរជ្រក់ត្រីការ៉ាវខ្ញុំបាទស្លដោយផ្ទាល់ដៃតែម្ដងហើយក្លិនឈ្ងុយហើយរសជាតិឈ្ងុយតែម្ដងណាហើយដូចបងប្អូនឃើញអញ្ចឹងឥឡូវនេះគឺថាក្បាលវីដេអូបងប្អូនឃើញហើយគឺថាមន់ហ្នឹងក៏ទៅក្រៅនិយាយដែរគឺថាត្រីនេះគឺត្រីខ្ញុំស្ទូចបានបាទពីសមុទ្រមកបងប្អូនហើយទម្ងន់វា1គីឡូជាង7គីឡូដែរត្រីការ៉ាវត្រីលេខ1បងប្អូនហើយត្រីនេះគឺខ្ញុំ recommend ចែកជូនបងប្អូនណាបើបងប្អូនចង់ឃើញនៅផ្សារចង់ទិញមកហូបអីគឺថាទិញមកមិនខុសបំណងទេគឺថាឆ្ងាញ់ណាស់ត្រីនេះគឺត្រីលំដាប់លេខ1ដែរបងប្អូនណាហើយសម្រាប់ធ្វើដែលធ្វើមកហូបឆ្ងាញ់គឺមានតែស្ងោរជ្រក់ហើយនឹងស្ងោរផលិតហើយនឹងខបងប្អូនណាខហ្នឹងហើយមានប្រមាណមុខហ្នឹងគឺថាយើងធ្វើបែបនេះគឺថាឆ្ងាញ់ត្រីប្រភេទនេះគឺសាច់វាផ្អែមតែម្ដងឥឡូវនេះខ្ញុំកំពុងតែធ្វើឲ្យបងប្អូនមកចង់ដឹងថាគេធ្វើបែបម៉េចបងប្អូនអាចមើលវីដេអូខ្ញុំបានបងប្អូនណាវិធីធ្វើសាមញ្ញងាយស្រួលបងប្អូនហ្នឹងហើយសម្រាប់ខ្ញុំគឺថាខ្ញុំហាន់ត្រីបងហើយហាន់ត្រីថាកាត់ត្រីអញ្ចឹងបងប្អូនណាកាត់ត្រីក៏បានយើងកាត់ជាកង់ធំអញ្ចឹងបងប្អូនណានិយាយទៅខ្ញុំចូលចិត្តមន់នេះបែកចុយសម្រាប់ត្រីនេះយើងកាត់ជាកង់ធំអាហ្នឹងសម្រាប់ខ្ញុំណាសម្រាប់បងប្អូនមិនដឹងទេព្រោះត្រីនេះវាធំស្រាប់យើងកាត់ទូចក៏អត់សូវតំណងដែរហើយកាត់មកកណាត់យើងកាត់ចេញជា3កង់បងប្អូនណាកាត់ចេញជា3កង់ហើយ3កង់នេះគឺថាស្ងោរទៅគឺថាមួយចានធំតែម្ដងបងប្អូនហើយត្រីនេះ1គីឡូនោះអញអើយមន់ហើយត្រីនេះបើថានៅទីផ្សារវិញ1គីឡូអត់ក្រោមពី20000ទៅ30000ត្រីនេះគឺថាមានតម្លៃគួរសមដែរបងប្អូនត្រីកម្រនិយាយទៅបើថានេសាទវិញមិនងាយនេសាទបានទេតើយើងស្ទូចវាបងប្អូនណាស្ទូចឬក៏ចឹងដាក់មកមានកលាត្រឹមត្រូវណាមិនបានត្រីហ្នឹងហើយឥឡូវការកាត់ត្រីកាត់អីរួចរាល់ហើយគឺថាគេធ្វើការលាងស្លឹកជីលាងស្គល់សក្រីខ្លឹកខ្ទឹមជីវ៉ាន់ស៊ុយអីហ្នឹងបងប្អូនណាគ្រឿងក្រៅក៏មានតែប៉ុណ្្នឹងហើយមានមកជីវ៉ាន់ស៊ុយគល់សក្រីភើនិងទឹកក្រូចសើចអីហ្នឹងបងប្អូនណាហើយនៅខ្ទឹមសហើយបន្ទាប់មកហើយគឺធ្វើហើយគឺដំម្ដេងដំគ្រឿងហើយគឺយើងដាក់ចូលក្នុងខ្ទះបាទដាក់ក្នុងខ្ទះឲ្យលីងឲ្យស្ងួតទៀតបងប្អូនដើម្បីយកជាតិឈ្ងុយបងប្អូនណាលីងតិចបាទសម្រាប់ខ្ញុំធ្វើបាទស្ងោរជ្រក់ខ្ញុំគឺលីងបាទគ្រឿងនោះឲ្យឈ្ងុយបន្តិចបន្ទាប់មកយើងលីងឲ្យដាក់ទឹកប៉ែកទៅហើយដាក់ត្រីដាក់អីចូលទៅបងប្អូនណាហ្នឹងហើយសម្រាប់គ្រឿងបន្ថែមនោះគឺថាមានអំបិលបាទទឹកត្រីស្ករប៊ីចេងតែប៉ុណ្្នឹងឯងបាទគ្រឿងគឺថាតែ4មុខហ្នឹងទេបងប្អូនឆ្ងាញ់យកតាណាអត់ទេហ្នឹងហើយអានត្រីស្រស់បែបនេះទៀតគឺថាស្លទៅថាធ្វើម្ហូបទៅគឺឆ្ងាញ់ណាស់បងប្អូនអូយរសជាតិឆ្ងាញ់មែនតើឥឡូវនេះគឺយើងចាប់ដើមឲ្យមន់អើយបញ្ចូលសម្លេងអធិស្ឋានបងប្អូនផងបាទបញ្ចូលសម្លេងស្មើហ្នឹងគឺទៅពេលមន់រងាវបាទដល់ម៉ោងមន់រងាវទៅម្ដងហ្នឹងហើយឥឡូវយើងរៀបចំដាក់គ្រឿងណារងាវបកែរងាវហ្នឹងហើយហើយបន្ទាប់មកហើយយើងដាក់ស្លឹកជីចូលបន្ទាប់ពីឆ្អិនបងប្អូនណាយើងសម្បាច់ក្រូចឆ្មាបាច់អីហើយយើងដាក់ស្លឹកជីចូលដាក់ទេសចូលហ្នឹងទៅបងប្អូនតំណងទេបងប្អូនម្ហូបនេះមកក្នុងហាងអត់ក្រោមមួយចាននេះអត់ក្រោមពី$20បងប្អូន$20បងមួយឆ្នាំងនិយាយទៅមួយឆ្នាំងប៉ែលោតមកអើយមន់មួយឆ្នាំក្រោមពី$20គឺថាត្រីមួយកណាត់បងប្អូនណាមួយកណាត់កន្លះគីឡូជាងចិត្ត1គីឡូបងប្អូនណាហើយសំខាន់បាទត្រីនេះគឺថាអូបងប្អូនដល់ពេលស្ងោរហើយខ្ញុំថាតើឡើងខ្លាញ់ពេញចានតែម្ដងបងប្អូនហើយខ្ញុំធ្វើការភ្លក់ធ្វើអីអញ្ចឹងបងប្អូនណាហ្នឹងហើយសំខាន់កាលសាច់ថ្ពាល់វាឆ្ងាញ់បងប្អូនណាថ្ពាល់សាច់ថ្ពាល់វាឆ្ងាញ់មែនតើតែម្ដងហេបងប្អូនហើយសាច់ថ្ពាល់វាឆ្ងាញ់ណាស់បងប្អូនហើយសាច់កាភ្លៀងវាហ្នឹងថ្ពាល់កាភ្លៀងហ្នឹងហើយចកីហ្នឹងថាជាតិណាស់បងប្អូនអើយសំខាន់ណាគ្រឿងក្នុងវាបងប្អូនពីទៀតបងប្អូនឃើញគ្រឿងក្នុងវាថាឆ្ងាញ់ណាស់បងប្អូនមានពោះមានថ្លើមមានអីធំនិយាយទៅថ្លើមធំដូចជាឆ្លាមទេបងប្អូនឥឡូវបងប្អូនចាំមកទស្សនាកន្លែងគ្រឿងក្នុងបងប្អូនណាតាមដឹងរសជាតិដឹងតែអេមតែម្ដងបងប្អូនឥឡូវមកស្ដាប់សំឡេងបាទ original ទាំងអស់គ្នាបងប្អូនហ្នឹងហើយកុំឲ្យមន់បកែរំខានពេកឥឡូវចូលសំឡេង original យើងទាំងអស់គ្នាហ្នឹងហើយមួយទៀតបងប្អូនបើសិនជាពេញចិត្តវីដេអូមួយនេះបាទជួយ follow subscribe ម្នាក់មួយផងហើយ share ក៏បានដែរបងប្អូនឥឡូវមកស្ដាប់សំឡេង original ទាំងអស់គ្នាតែម្ដងPapa on nanang.
Papa on nang. Papa on